សូមជម្រាបសួរបងប្អូនប្រិយមិត្តដែលកំពុងតែតាមដានទស្សនាវីដេអូរបស់នាងខ្ញុំនៅក្នុងវគ្គនេះដែរនាងខ្ញុំសូមចូលជាបន្តបានន័យថាយើងមកដល់វគ្គទី2សម្រាប់មនុស្សដែលតចរិតរបស់មនុស្សកើតឆ្នាំទន្សាយទៅតាមឆ្នាំកំណើតក៏ដូចជាធាតុរបស់ខ្លួនរៀងខ្លួនចឹងនៅក្នុងវគ្គដំបូងគឺយើងនិយាយអំពីមនុស្សដែលកើតនៅក្នុងឆ្នាំទន្សាយសំដៅទៅលើមនុស្សដែលកើតនៅក្នុងថ្ងៃទី14ខែ2 1915រហូតទៅដល់ឆ្នាំថ្ងៃខែគឺថ្ងៃ2ខែ2 1916និងមនុស្សមួយបែបទៀតគឺកើតនៅក្នុងថ្ងៃទី11ខែ2ឆ្នាំ1975ដល់ថ្ងៃទី30ខែ1 1976និងមនុស្សមួយបែបទៀតគឺកើតនៅក្នុងឆ្នាំដែលមានថ្ងៃទី8ខែ2 2035រហូតដល់ថ្ងៃទី27ខែ1 2036នៅក្នុងចម្ពោះទន្សាយទៀតឈើដែលកើតនៅក្នុងឆ្នាំទាំងនេះគឺគេនិយាយថាស្ថិតនៅក្រោមឥទ្ធិពលឈើទន្សាយគឺមានការប្រុងប្រយ័ត្នរក្សានិងមានភាពអៀនខ្មាសប្រភេទនេះជាធម្មតាមានភាពប្រកបវិជ្ជានិងប្រឹងប្រែងធ្វើការងារជាងទន្សាយដទៃប្រសិនបើចំនួនកើតឡើងទន្សាយនេះមានទំនោរទៅជាមនុស្សកាចនិងក្លាហានជាងទន្សាយដទៃទៀតអញ្ចឹងបានន័យថាជាធម្មតាគាត់ slow ធម្មតាអីទេតែបើប៉ះគាត់គឺថាច្រោងវិញហើយឥឡូវនេះខ្ញុំសូមចូលទៅកាន់ទន្សាយភ្លើងដែលមានឆ្នាំកំណើតពីថ្ងៃទី2ខែ2 1927រហូតដល់ថ្ងៃទី22ខែ1ឆ្នាំ1928ថ្ងៃទី29ខែ1ឆ្នាំ1987រហូតដល់ថ្ងៃទី16ខែ2 1988ហើយថ្ងៃទី26ខែ1ឆ្នាំ2047ទៅដល់ថ្ងៃទី13ខែ2ឆ្នាំ2048ពពួកនៅទន្សាយភ្លើងដែលកើតនៅក្នុងឆ្នាំទាំងនេះអត្តចរិតរបស់ពួកគាត់គឺភ្លើងនាំមកនៅទន្សាយនេះនៅបេះដូងល្អចិត្តល្អនឹងការខិតខំប្រឹងប្រែងយ៉ាងខ្លាំងទន្សាយទាំងនេះគឺជាសត្វដែលមានសន្តិភាពនិងស្រស់ស្អាតបំផុតក្នុងចំណោមពួកគេទាំងអស់គួរឲ្យស្ដាយគុណភាពអាចធ្វើឲ្យពួកគេងាយរងគ្រោះដោយសារមនុស្សចង់ទាញផលប្រយោជន៍ពីភាពល្អរបស់ពួកគេចឹងបានន័យថាគាត់ជាមនុស្សល្អប៉ុន្តែពេលខ្លះបើសិនជាគាត់មិនបានការពារនៅទឹកចិត្តរបស់គាត់បានន័យថាគាត់ជួយគេឬក៏មិនបានប្រុងប្រយ័ត្ននៅក្នុងការពារខ្លួនទេអ្នកដែលមករកគាត់ហ្នឹងឬក៏មនុស្សជុំវិញគាត់អាចទាញផលប្រយោជន៍ពីគាត់បានចឹងនេះខ្ញុំសូមចូលទៅកាន់ទន្សាយធាតុដីដែលមានឆ្នាំកំណើតពីថ្ងៃទី19ខែ2 1939ថ្ងៃទី7ខែ2 1940និងថ្ងៃទី16ខែ2 1999ដល់ថ្ងៃ4ខែ2ឆ្នាំ2000រហូតដល់ថ្ងៃទី2ខែ2 2059ទៅថ្ងៃ11ខែ2 2060ប្រភេទអត្តចរិតរបស់ពួកគាត់គឺទន្សាយទាំងនេះបានបង្រីកគុណសម្បត្តិអវិជ្ជមាននិងវិជ្ជមានទាំងអស់បានន័យថាវិជ្ជមានក៏មានអវិជ្ជមានក៏មានចូលគ្នាទាំងពីរពួកគេមានវិចារណញ្ញាណបំផុតបានន័យថាញាណដឹងមុននិងមានសមត្ថភាពរស់រានមានជីវិតម្យ៉ាងវិញទៀតពួកគេមានចិត្តចង់នៅម្នាក់ឯងពួកគេពិតជាគួរឲ្យស្រឡាញ់និងឆ្លាតវៃខ្លាំងដូច្នេះពួកគេអាចធ្វើឲ្យមនុស្សធ្វើអ្វីដែលពួកគេបានចង់បានអញ្ចឹងមកន័យថាគាត់មានគេហៅថាតិចនិចនៅក្នុងការដែលឲ្យមនុស្សជួយគាត់ឬក៏ធ្វើនៅអ្វីដែលគាត់ចង់បានnênថានិយាយស្រួលស្ដាប់ទេថាប្រើបានអញ្ចឹងណាឥឡូវយើងចូលទៅកាន់ទន្សាយធាតុមាសដែលមានឆ្នាំកំណើតថ្ងៃទីថ្ងៃទី6ខែ2 1951រហូតដល់ថ្ងៃទី26ខែ1 1952និងថ្ងៃទី3ខែ2 2011ដល់ថ្ងៃទី22ខែ1 2012
ថ្ងៃទី31 ខែ 1 2071 ដល់ថ្ងៃទី18 ខែ 2 2072ទុនសាយទាំងនេះមានភាពថ្លៃថ្នូរសុភាពរាបសារនិងមានអាកប្បកិរិយាប្រកបដោយវប្បធម៌ពួកគេសម្រេចបាននូវគុណភាពខ្ពស់បំផុតនៅក្នុងអ្វីគ្រប់យ៉ាងដែលពួកគេធ្វើការរួមបញ្ចូលគ្នានេះគឺល្អសម្រាប់ភរិយាអាជីពដែលជាប្រធានាធិបតីនាយកឬអ្នកទូតចំពោះបរិះទុនសាយនេះបង្ហាញអំពីអាកប្បកិរិយារបស់សុភាពបុរសនេះខ្ញុំសូមចូលទៅកាន់ទុនសាយធាតុទឹកដែលមានឆ្នាំកំណើតនៅក្នុងថ្ងៃទី29ខែ 1 1903 15ខែ 2 1904ឆ្នាំពីថ្ងៃទី25ខែ 1 1963រហូតដល់ថ្ងៃទី12ខែ 2 1964ថ្ងៃទី22ខែ 1 2023រហូតដល់ថ្ងៃទី9ខែ 2 2024ទឹកផ្ដល់ឲ្យទុនសាយទាំងនេះជាមួយនឹងរូបរាងដ៏អស្ចារ្យស្ទើរតែកម្រហើយនឹងអសកម្មឬទេពអប្សរពួកគេមានឥទ្ធិពលលើអ្នកដទៃយ៉ាងងាយស្រួលនិងរហ័សដែលពួកគេប្រើប្រាស់ដើម្បីផលប្រយោជន៍របស់ពួកគេបង្កើតអាចភាពច្នៃបាំងនៅភាពប្រុងប្រយ័ត្នដើម្បីឲ្យអ្នកដទៃមើលមកពួកគេដោយការគោរពចឹងតាក់ទងជាមួយនឹងឆ្នាំអត្តចរិតរបស់ឆ្នាំនីមួយចូលមកដល់ឆ្នាំទុនសាយឬក៏ឆ្នាំថោះហើយនិយាយពាក់ព័ន្ធជាមួយនឹងធាតុទាំងអស់នេះអំពីអត្តចរិតរបស់ពួកគាត់ទាំងអស់នេះក៏បានមកដល់បញ្ចប់ត្រឹមនេះសូមអរគុណច្រើនសម្រាប់ការចូលមកកាន់តាមទស្សនាវីដេអូរបស់នាងខ្ញុំបើសិនជាចូលចិត្តសូមជួយចុច like ហើយបើចង់តាមដានទស្សនារបស់នាងខ្ញុំជាបន្តសូមជួយចុច subscribe ឲ្យផងអរគុណច្រើនសូមជម្រាបលា